ហើយមិនទទួលស្គាល់អ្វីដែលថៃវាយបានតាមកម្លាំងប្រដាប់អាវុធទេថ្នាំអាចទន្សាយមួយហ្នឹងដាក់ចោលចឹងទៅប៉ុន្តែទីតាំងប្រមាណក៏តែមិនប្រាប់ភូមិព្រៃច័ន្ទភូមិជោគជ័យចូលអត់បានសោះថៃវាយពាត់បលាលួសអស់ប្រជាពលរដ្ឋខ្លោចផ្សារអត់អាចចូលទៅផ្ទះខ្លួនវិញហើយបើចូលទៅក៏អត់ដឹងនៅកន្លែងណាដែរព្រោះដុតផ្ទះខ្ទេចខ្ទីឈូសឆាយខ្ទេចខ្ទីអស់អាហ្នឹងក៏អត់មានសេចក្តីរាយការណ៍ដើម្បីបញ្ជាក់ថាឥឡូវទីតាំងប្រមាណដែលកម្ពុជាទទួលស្គាល់ឥឡូវនេះបើសិនជាបងប្អូនចង់ដឹងព័ត៌មាននេះហើយខ្ញុំមិនជឿថាព័ត៌មានហ្នឹងវាពិត 100% ទេបងប្អូនគាត់ថាជាព័ត៌មានដែលបានតាមវត្តអើកផងខ្ញុំប្រើពាក្យវត្តអើកចោះព្រោះដោយសារតែវាខ្សត់ពេកនៅក្នុងការដែលប្រមូលព័ត៌មានពីខាងភាគីកម្ពុជានៅពេលដែលយើងបិទបាំងព័ត៌មានហើយអ្នកណាផ្សាយអីក៏គេផ្សាយបំពុលអ្នកណាផ្សាយអីក៏គេផ្សាយមិនពិតរហូតតតែយើងផ្សាយចុះផ្សាយឡើងអាខំប្រឹងផ្សាយព័ត៌មានដើម្បីឲ្យមានតុល្យភាពព័ត៌មានគេខ្វែងយើងទៀតក្រសួងព័ត៌មានខ្លួនឯងហ្នឹងមកខ្វែងមួងណារ៉េតហ្នឹងថាជាប្រព័ន្ធផ្សព្វផ្សាយញុះញង់បំផ្លាស់ការពិតលៀបពណ៌ធ្វើឲ្យពិបាករឿងសុខសន្តិភាពអីណានោះគូខ្វែងខ្ញុំជាមួយនឹងបណ្ដាញផ្សព្វផ្សាយអីមកកណោទេអត់ដឹងខ្ញុំខុសរឿងអីគូខ្វែងចោលចឹងហ្មងចោលប្រកាន់ហើយកាលគូខ្វែងខ្ញុំហ្នឹងខ្ញុំមានតែ 55k ទេអ្នក followers ខ្ញុំតែឥឡូវឡើងដល់ 80k តាំងពីគេគូខ្វែង 79k អញ្ចឹងបានឲ្យសូមអរគុណក្រសួងព័ត៌មានដែរដែលបានគូខ្វែងខ្ញុំធ្វើឲ្យប្រជាពលរដ្ឋដឹងថាបង្អែមលៀងមាត់មួងណារ៉េតហ្នឹងវាជាការផ្សាយយ៉ាងម៉េចក៏ដោយគឺប្រជាពលរដ្ឋគាត់អ្នកជាអ្នកសម្រេចខ្លួនគាត់មានក្រសួងព័ត៌មានអ្នកសម្រេចណាអញ្ចឹងសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលផ្ដល់ភាពយុត្តិធម៌ដល់ខ្ញុំមកជួយតាមដាន follow ខ្ញុំបន្ថែមទៀតស្របពេលដែលក្រសួងព័ត៌មានវាយប្រហារចោតប្រកាន់លៀបពណ៌ថាខ្ញុំព័ត៌មានមិនពិតហើយខ្ញុំបានប្រាប់ហើយថាបើមិនពិតសូមឲ្យយកចំណុចណាមិនពិតនេះខ្ញុំពងនិយាយអញ្ចឹងកន្លែងណាដែលថាមិនពិតឧទាហរណ៍ខ្ញុំនិយាយថាអូតាំងពីក្រសួងផ្សាយមកឃើញ fan ខ្ញុំ 55k ស្រាប់ដល់ពេលក្រោយផ្សាយលៀបពណ៌ខ្ញុំថាជាអ្នកបំផ្លាស់ព័ត៌មានទៅស្រាប់តែ fan ឡើងដល់ 79k ឥឡូវបើកមើលទៅឃើញថា Facebook របស់មួងណារ៉េតហ្នឹងមិនមែន 79k អីអញ្ចឹងអាហ្នឹងប្រាប់ថាអានឹងផ្សាយមិនពិតទេអានឹងខ្ញុំកែខ្ញុំសុំទោសមិនមែន 79k ទេគឺ 79. ប្រមាណ k អីចឹងទៀតទៅកុំឲ្យវាអីចឹងខ្ញុំអាចបកស្រាយបានប៉ុន្តែมันអាចយកឆ្នាំអាចទន្សាយមួយមកហើយចេះតែប៉ាតណាប៉ាតណីហើយចោតប្រកាន់គេលៀបពណ៌ថាគេផ្សាយព័ត៌មានមិនពិតមិនដឹងមិនពិតរឿងអីប៉ុន្តែនៅពេលដែលខ្លួនអត់ព្រមផ្សាយអាស្អីគេដែលមិនពិតហ្នឹងដើម្បីឲ្យកែតម្រូវចំណុចណាមួយយើងយកឆ្នាំអាចទន្សាយចឹងហើយបានថាពិបាកផ្ទៀងផ្ទាត់មែនតែយ៉ាងណាបងប្អូនខ្ញុំផ្អែកព័ត៌មាននេះទៅសារព័ត៌មានរបស់យោធាថៃដែលផ្សាយ 3-4 ថ្ងៃជាប់គ្នាហើយពេលដែលចប់ការវាយគ្នាភ្លាមគឺថៃគេផ្សាយដំបងឡើងគេប្រាប់ថាទីតាំងតែ17ទេដែលថៃគ្រប់គ្រងបានអាហ្នឹងកាលពីមួយអាទិត្យជាងមុនប៉ុន្តែមកដល់ម៉ោងនេះគេផ្សាយថែមទៀតគេប្រាប់គេដាក់តុងជ័យហើយគេពេលដាក់តុងជ័យហើយគេប្រាប់ទៀតថាតុងជ័យនេះនៅភ្នំប៉ុណ្ណេះតុងជ័យនេះនៅប្រាសាទនេះតុងជ័យនេះនៅទីតាំងនេះទាហានថៃច្រៀងបាត់នេះនៅនេះគឺគេមានភ័ស្តុតាងទាំងអស់ហើយសួរថាវាចង្រៃអីអាភ័ស្តុតាងគេហ្នឹងតាមពិតខ្ញុំសប្បាយចិត្តនៅពេលដែលឃើញភ័ស្តុតាងតែមួម៉ៅក្តៅក្រហាយនៅពេលដែលយើងអត់ទទួលស្គាល់អាពេញនៅក្នុងដៃខ្មែរដើម្បីប្តឹងថៃនេះហើយទៅយើងរំលាយភ័ស្តុតាងនឹងចោលឥឡូវខ្ញុំស្រង់ព័ត៌មាននេះហើយក៏ខ្ញុំក៏ដកស្រង់ពីប្រភពរបស់លោកអ៊ុំសំអានដែរតែសារព័ត៌មានFacebook របស់លោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសនេះគឺគាត់បានផ្សព្វផ្សាយច្រើនហើយក៏គាត់មាន connection មានទំនាក់ទំនងជាមួយនឹងទាហានជួរមុខនឹងក៏ច្រើនដែរតាមពិតខ្ញុំក៏មាន connection តំណែងជាមួយទាហានជួរមុខនឹងច្រើនដែរតែខ្ញុំមិនប្រាប់ទេដោយសារតែលក្ខប្រភពពួកគាត់ផងហើយទី2វាជាការដែលផ្ទៀងផ្ទាត់ព័ត៌មានមួយចំនួនកុំឲ្យតែច្បោលចិត្តថាតែឥឡូវនេះបងប្អូនខ្ញុំនឹងផ្សាយព័ត៌មាននេះឲ្យបងប្អូនយកទៅផ្ទៀងផ្ទាត់ខ្លួនឯងចោះហើយសង្ឃឹមថារដ្ឋាភិបាលនេះជាទូនីតិរបស់រដ្ឋាភិបាលជាជាងទាត់ចោលអាព័ត៌មាននឹងថាคล้ายមិនពិតឬក៏បំផ្លាស់គឺរដ្ឋាភិបាលចាប់ផ្ដើមយកអ្វីដែលពួកខ្ញុំផ្សាយទៅហ្នឹងឬក៏លោកអ៊ុំសំអានផ្សាយទៅណាឬក៏សារព័ត៌មានថៃផ្សាយទៅហើយចាប់ផ្ដើមយកចំណុចមួយនឹងមកហើយចាប់ផ្ដើមឆ្លើយថាទេឥឡូវតំបន់នេះខ្មែរគ្រប់គ្រងទេថៃអត់បានគ្រប់គ្រងទេហើយផ្ទៀងផ្ទាត់គ្នាមួយអាហ្នឹងបានជារបៀបធ្វើវិជ្ជាជីវៈព័ត៌មាន
ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានណាពិតមិនពិតជាជាងប្រើថ្នាំអាចទន្សាយមកគ្រាប់ត្រូវជំងឺ100មកហើយថាគេលាបពណ៌អត់ឲ្យមើលអត់ឲ្យស្ដាប់ប៉ុន្តែប្រជាពលរដ្ឋគេជឿដល់អញ្ចឹងគេទៅតាម follow ទំព័រ Facebook ដែលរដ្ឋាភិបាលគូសចោលវាទៅជាឡើង fan ឡើង follower កាន់តែច្រើនអានេះហើយគឺជាឱសថនៅក្នុងការព្យាបាលដើម្បីបន្សាបព័ត៌មានរបស់រដ្ឋាភិបាលឲ្យគេលែងទុកចិត្តរដ្ឋាភិបាលគួរតែគេទៅគ្រប់គ្រងរដ្ឋាភិបាលហើយមក unfollow ឬឈប់ follow ទំព័រដែលរដ្ឋាភិបាលគូតែផ្ទុយទៅវិញគេមកថែមទៅ follow ទំព័រនឹងថ្មីថែមជាក់ស្ដែងដូចជាទំព័រ Facebook របស់ខ្ញុំអញ្ចឹង55ពីនោះមកហើយឥឡូវឡើងដល់79ហើយ30k ខ្ញុំមិនតែទៅខ្ញុំមិនចង់ទៅឌឺដងឡងសម្ដីអីគ្រាន់តែថាសម័យបច្ចេកវិទ្យានេះយើងត្រូវមានភាពច្បាស់លាស់ជាងហ្នឹងធ្វើការឲ្យប្រសើរជាងហ្នឹងព្រោះលោកបានប្រាក់ខែរដ្ឋហើយលុយចំណាយប្រជាពលរដ្ឋបង់លុយជាញើសជាឈាមទៅហ្នឹងឲ្យធ្វើការឲ្យបានប្រសើរជាងហ្នឹងមិនមែនធ្វើមកយុទ្ធសងទេឥឡូវនេះគឺអ្វីដែលខ្ញុំផ្ទៀងផ្ទាត់នេះគឺខ្ញុំឃើញថាមានភាពពិតច្រើននៅក្នុងព័ត៌មានព្រោះអីតំបន់ទាំង17ខ្ញុំធ្លាប់បានផ្សាយរួចទៅហើយនៅពេលដែលថៃប្រកាសឥឡូវនេះគឺចប់សង្គ្រាមចប់សពគ្រប់អ្នកណានៅកន្លែងណាអ្នកណានៅកន្លែងហ្នឹងនេះគឺជាទីតាំង24ទីតាំងដែលថៃអះអាងថាគ្រប់គ្រងបានហើយទាហានជួរមុខក៏បានបញ្ជាក់បែបនេះតាមរយៈសាររបស់លោកអ៊ុំសំអានផងហើយខ្ញុំក៏បានទទួលព័ត៌មាននឹងមកផងម្ដងទៀតបងប្អូនកុំជឿពួកខ្ញុំហើយកុំជឿថាព័ត៌មានដែលផ្សាយនេះពិត 100% អីយ៉ាងណាចាំផ្ទៀងផ្ទាត់ហើយចាំឮខាងក្រសួងការពារជាតិផ្សាយមករដ្ឋាភិបាលផ្សាយមកថាកន្លែងហ្នឹងមិនមែនត្រូវចាំអញ្ចឹងទេខុសកន្លែងណាខ្លះកន្លែងនេះគេគ្រប់គ្រងបានតែប៉ុណ្ណេះហើយយើងនៅគ្រប់គ្រងបានប៉ុណ្ណេះអាហ្នឹងខ្ញុំរីករាយនឹងផ្សាយឲ្យក្រសួងការពារជាតិកម្ពុជាហើយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីផ្ទៀងផ្ទាត់ផងប៉ុន្តែឥឡូវកុំឲ្យខាត់ពេលតំបន់24តំបន់ដែលកម្ពុជាបាត់ទៅខាងការគ្រប់គ្រងរបស់ថៃក្នុងការធ្វើសង្គ្រាមឆ្លោះគ្នាច្បាំងគ្នាជាមួយថៃការពារទឹកដីខ្មែររយៈពេលជាង21ថ្ងៃមានដូចតទៅទី1ប្រាសាទតាមាន់ធំបាទប្រាសាទតាមាន់ធំនេះយើងឃើញរូបថតពីថៃមកហើយគេថតមកនឹងត្រង់សេយើងនឹងនៅគួរឲ្យកំសត់ណាស់បងប្អូនគេនៅឈរព្រាតនៅលើប្រាសាទយើងនៅផែនទីនៅជាយប្រាសាទនៅត្រង់សេហ្នឹងគឺលំថតរូបមកទៅហ៊ានថៃហ្នឹងចប់បើគេបតក់មកតាមមកក្របមកមិនដឹងតែគ្នាពលីយ៉ាងម៉េចទៅគេបាញ់ sniper បាញ់ស៊ីបអីមកហ្នឹងគឺយើងដូចសัตว์ចាបអញ្ចឹងណាបងប្អូនអាហ្នឹងប្រាសាទតាមាន់ធំប្រាសាទតាមាន់ធំហ្នឹងគេយកតាំងពីយូរហើយគ្រាន់តែថាយើងអត់ដែលមានរូបថតមកប្រាប់ថាយើងយកបានទេលោកអ្នកវងហ្នឹងប្រាប់ថាគេយកបានតាំងពីបាញ់គ្នាលើកដំបូងថ្ងៃ24ដល់28ខែកក្កដាមកម៉េះតែយើងថាយើងគ្រប់គ្រងទាំងស្រុងតែអត់ដែលមានរូបថតយើងមកសន្លឹកទៅអាប្រាសាទតាមាន់ធំហ្នឹងឯងនៅពេលដែលយើងថាយើងគ្រប់គ្រងបានទាំងស្រុងរហូតមកដល់ឥឡូវហ្នឹងថៃចូលទៅដូចសម្ោចទៀតអាហ្នឹងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចមិនបាច់និយាយទេអាហ្នឹងគេយកយូរហើយប្រាសាទតាកបីគេទឹមយកវាយខ្ទេចខ្ទីទៅហ៊ានគេចូលទៅដល់នាយករដ្ឋមន្ត្រីស្ដីទីចាំផ្ទះលោកអនុទិនច័ន្ទវរៈគុលអីហ្នឹងលោកប៊ុនស៊ិនបាត់ខ្លាំងអីហ្នឹងគេទៅអស់ហើយយើងនឹង AI រហូតប្រាសាទខ្នាទី4ទី5ច្រកអានសេះទី6ភ្នំ350នៅជិតប្រាសាទតាកបីទី7ភ្នំ225ទី8ភ្នំ500ទី9ភ្នំ323ទី10ភ្នំ677ទី11ភូមិជោគជ័យ12ភូមិព្រៃច័ន្ទ13ផ្ទះ3ខ្នងនៅអូភ្លុកដំរីនឹងឯងគឺ14អូភ្លុកដំរីហ្នឹងតំបន់អូភ្លុកដំរីហ្នឹងអាផ្ទះ3ខ្នងហ្នឹងក៏ទៅគេដែរ15តំបន់ច1 16ថ្មដា17ភ្នំទ្រាប់18ថ្មដូន19អូស្មាច់20មុំ3គឺបានមួយផ្នែក21បឹងតកួនចូលខ្ទេចខ្ទីអស់ហើយបឹងតកួនហ្នឹងឃើញយើងយកតុងជ័យយកទៅដាក់បានវិញខ្លះរើបលាលួសឥឡូវថៃចូលមកវាយខ្ទេចអាគារអីហ្នឹងគឺចូលដល់ស្នាក់ការយោធារបស់យើងតែម្ដង22ភ្នំ400 23ភ្នំ284និង24ផ្ទះតាមុកជាំតែបោះស្បូវនិយាយទៅគឺកន្លែងទាំងអស់នេះគឺខ្ញុំឃើញលោកអ៊ុំសំអានយកទៅផ្សាយនៅលើ Facebook របស់លោកហើយទីតាំងទាំងអស់ហ្នឹងខ្ញុំផ្ទៀងផ្ទាត់ជាមួយនឹងសារព័ត៌មានថៃយោធាថៃហ្នឹងគឺអា17 18ទីតាំងដែលថៃប្រាប់ថាយកបានខ្លះយកបាន
កំពុងគ្រប់គ្រងឥឡូវនេះគឺវាមានចូលនៅក្នុងនឹងទាំងអស់ដូច្នេះនេះគ្រាន់តែជាព័ត៌មានត្រួសទេបងប្អូនតែសួរថាតើអា24កន្លែងហ្នឹងវាអស់ត្រឹមប៉ុណ្្នឹងមែនអានេះគ្រាន់តែជាព័ត៌មានត្រួសនៅមានកន្លែងផ្សេងទៀតចាំផ្ទៀងផ្ទាត់អញ្ចឹងបានថារដ្ឋាភិបាលខ្លួនឯងទេដែលជាអ្នកមកផ្ទៀងផ្ទាត់មកថាអត់មានទេកន្លែងទាំងហ្នឹងអត់មានណាយកបានទេប៉ុន្តែម្ដងទៀតបងប្អូនជាកំបិតចិត្តដងបើយើងអត់ប្រកាសថាតំបន់ទាំងអស់នេះថៃកំពុងតែឈ្លានពានទេក៏យើងអត់ទាពីគេមកវិញបានដែរទៅទាមិនបើយើងអត់ទទួលស្គាល់ថារបស់នឹងគេលួចផងហ្នឹងយើងថាអត់លួចផងយើងនៅតែជារបស់យើងអានេះគឺជាគ្រោះថ្នាក់មួយដែរហើយបងប្អូននៅក្រៅស្រុកហ្នឹងក៏អត់ដឹងថាត្រូវតវ៉ាជួយតវ៉ាស្រុកខ្មែរមិនបាទតំបន់ទាំងអស់ហ្នឹងគេលើកតែតុងជ័យខាងថៃខ្មែរថាអត់អីផងយើងនៅតែមិនទទួលស្គាល់ឆ្នាំអាចទន្សាយមួយមុខរួចកន្លែងណាឯងកាន់កាប់ទៅយើងអត់ទទួលស្គាល់ប៉ុន្តែជាការពិតមិនទទួលស្គាល់ក៏ហីចោះប៉ុន្តែផ្ទៀងផ្ទាត់ទៅហើយប្រាប់ថាយើងប្តឹងយកមកវិញនៅតំបន់ណាខ្លះយើងមិនអាចប្តឹងយកមកវិញជាឆ្នាំអាចទន្សាយព្រោះឧទាហរណ៍ខ្ញុំនិយាយឲ្យខ្លីតែយើងចង់ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះអានេះចាប់ផ្ដើមដល់ពេលដែលរដ្ឋាភិបាលត្រូវបង្ហាញការពិតរដ្ឋាភិបាលអះអាងថាខ្លួនបានដឹងទៅតុលាការយុត្តិធម៌អន្តរជាតិតាំងពីថ្ងៃទី15ខែមិថុនាមកម្លេះសូម្បីតែអានឹងគ្រាន់តែជាលិខិតជូនដំណឹងហើយអាលិខិតជូនដំណឹងនឹងអត់ចាំបាច់ធ្វើតទៅសោះហ្នឹងក៏រដ្ឋាភិបាលយកហេតុផលថាបានប្តឹងរួចទៅហើយលោកហ៊ុនម៉ាណែតហ្នឹងក៏ថ្លែងសារប្រាប់ថាបានប្តឹងហើយខុសសនឹកខ្លួនហ្នឹងក៏បានថាប្តឹងហើយប្រជាពលរដ្ឋវល់មិននឹងប្តឹងនៅឯណាបើយើងប្តឹងតើសំណុំរឿងនៃណាចុះតឡាការ ICJ ព្រមតយុត្តិធម៌អន្តរជាតិហ្នឹងគេបានសំណុំរឿងយើងហ្នឹងគេអត់មានផ្សាយលើ website គេសោះប្រហែលខែហើយ6 7ខែអត់មានតំណែងអីសោះវាអត់ដែលតឡាការអន្តរជាតិប្រប៉ុនមេឃយើងយកបណ្ដឹងយកទៅដាក់គេអត់ដែលអត់បានប្រកាសថាគេបានទទួលបណ្ដឹងគេធ្វើអីតឡាការទទួលពាក្យបណ្ដឹងពីភាគីប្រទេសហើយអត់ប្រាប់ថៃឲ្យដឹងថាគេទទួលបណ្ដឹងខ្មែរតើថៃគេត្រៀមខ្លួនយ៉ាងម៉េចវាត្រូវហើយវាអត់មានហេតុផល logic ដើម្បីឲ្យប្រជាពលរដ្ឋជឿថាយើងដាក់ពាក្យប្តឹងសោះបើសេចក្តីជូនដំណឹងអានឹងជឿហើយសេចក្តីជូនដំណឹងវាមិនមែនជានីតិវិធីតុលាការទៀតដាក់ជូនមិនជូនក៏ហីចោះតុលាការគេអត់មានឈឺក្បាលអីនឹងទទួលដំណឹងយើងជូនព្រោះអីប្រព័ន្ធតុលាការនេះគេអត់ត្រូវការជូនដំណឹងទេមុននឹងយើងដាក់បណ្ដឹងដូចយើងទៅទិញម៉ូតូអញ្ចឹងយើងទៅបាច់ប្រាប់ហាងម៉ូតូថាខ្ញុំសុំជូនដំណឹងអ្នកឲ្យហើយស្អែកនេះខ្ញុំនឹងទៅទិញម៉ូតូមួយគ្រឿងចុះទៅចាំបាច់ប្រាប់អញ្ចឹងទៅអីបើម៉ូតូទៅទិញស្អែកទៅទិញទៅព្រោះវាអត់មាននីតិវិធីដើម្បីប្រាប់ម្ចាស់ហាងថាយើងនឹងទៅទិញម៉ូតូបើក្នុងលក្ខខណ្ឌចេះគេថាអូម៉ូតូហ្នឹងគេមាន promotion ត្រឹមចប់ម៉ោង12ថ្ងៃត្រង់ថ្ងៃស្អែកបើយើងមកទិញអត់ទាន់គឺយើងនឹងត្រូវលក់តម្លៃ1500មួយគ្រឿងប៉ុន្តែបើយើងមកទាន់មុនហ្នឹងគឺគេលក់បញ្ចុះតម្លៃពាក់កណ្ដាលហើយដើម្បីឲ្យតម្លៃនឹងរក្សានៅពាក់កណ្ដាលគឺទាល់តែយើងមានសេចក្តីជូនដំណឹងទៅហាងម៉ូតូហ្នឹងប្រាប់គេមុនថាយើងនឹងទៅទិញជូនដំណឹងគេមុនដើម្បីចាប់កន្លែងឲ្យបានអញ្ចឹងតម្លៃហ្នឹងនៅតែពាក់កណ្ដាលដដែលទោះយើងទៅក្រោយម៉ោង12នៅថ្ងៃស្អែកហ្នឹងក៏ដោយអាហ្នឹងបានមានគោលការណ៍អញ្ចឹងបានយើងត្រូវជូនដំណឹងគេមុនដើម្បីចាប់យកកន្លែងឲ្យបានគ្រប់លក្ខខណ្ឌមុននឹងទិញម៉ូតូហ្នឹងបានតម្លៃពាក់កណ្ដាលតែនេះតុលាការយុត្តិធម៌អន្តរជាតិអត់មាននីតិវិធីជូនដំណឹងហ្នឹងសោះព្រោះហេតុអីបានយើងត្រូវការជូនដំណឹងតុលាការបាត់ល្មើសគេបាញ់សម្លាប់យើងគេប្លន់យកទ្រព្យយើងអស់យើងចាំបាច់ជូនដំណឹងទៅប៉ូលីសហើយតុលាការថាសូមលោកប៉ូលីសនិងតុលាការត្រៀមខ្លួនខ្ញុំនឹងជូនដំណឹងថាខ្ញុំនឹងដាក់ពាក្យប្តឹងហើយអត់ចាំបាច់ជូនដំណឹងអញ្ចឹងទេហើយមិនថាជូនដំណឹងហ្នឹងទៅតុលាការប៉ូលីសនឹងទទួលដំណឹងយើងហើយចាំដាក់ភស្តុតាងតាមក្រោយទៀតវាអត់អញ្ចឹងមានស្អីដាក់ពាក្យប្តឹងហ្មងកម្មវត្ថុនៃបណ្ដឹងគឺដាក់ប្តឹងអីហើយប្តឹងជាពាក្យបណ្ដឹងតែម្ដងរៀបចំក្រុមមេធាវីក្រុមការពារក្តីជនរងគ្រោះប្រមាណតំបន់ណាកន្លែងណាប៉ះពាល់នឹងអីគឺយើងត្រូវដាក់អញ្ចឹងដូច្នេះនៅពេលដែលយើងប្រើពាក្យថាជូនដំណឹងហើយធ្វើជាការដាក់ពាក្យប្តឹងវាធ្វើឲ្យប្រជាពលរដ្ឋទី1ច្បុកច្បល់ហើយបានប្រយោជន៍ដល់អីបានប្រយោជន៍ដល់ប្រជាពលរដ្ឋវល់រដ្ឋាភិបាលចេះតែគិតថាបានប្តឹងហើយប្រជាពលរដ្ឋមកដល់មកហ្នឹងប្តឹងអីគេឲ្យប្រកាសបើគេអត់ទាំងទទួលនៅក្នុងតុលាការយុត្តិព្រមតាន់អន្តរណាយុត្តិធម៌អន្តរជាតិ ICJ ផងហើយបើកាលនឹងប្តឹងចោះខ្ញុំនិយាយម្ដងទៀតវាមានតែរឿងមុំ3ប្រាសាទតាមាន់តូចប្រាសាទតាកបីនិងប្រាសាទតាមាន់ធំមានតែ4ករណីហ្នឹងអាកាលជូនដំណឹងហ្នឹងអត់ទាន់ជាពាក្យបណ្ដឹងផង
ហើយអាពាក្យបណ្ដឹងហ្នឹងក៏អត់តាន់ទៅដល់ដែរព្រោះអត់តាន់បានដាក់បណ្ដឹងអញ្ចឹងសេចក្តីជូនដំណឹងហ្នឹង8ខែហើយអត់តាន់បានចាត់ការទេឬក៏6ខែនេះឥឡូវនេះបានដល់ពេលរដ្ឋាភិបាលត្រូវដាក់ពាក្យប្តឹងថែមទៀតបើពីមុនដាក់ក៏ដោយក៏ត្រូវដាក់ពាក្យប្តឹងថែមទៀតដែរព្រោះអីអង្គហេតុនៃបទល្មើសណាយើងអត់អាចឆ្នាំអាចទន្សាយបានទេតិចទៅដាក់ប្រាប់ទៅតុលាការយុតិធធអន្តរជាតិថាខ្ញុំនឹងដាក់ប្តឹងថៃឬក៏ខ្ញុំសូមប្តឹងថៃមិនទទួលស្គាល់រាល់ដែនអធិបតេយ្យថៃដែលបានទន្ទ្រានឈ្លានពានដីកម្ពុជាគ្រប់កន្លែងឧទាហរណ៍អត់ទទួលស្គាល់កន្លែងណាមួយឲ្យពិតប្រាកដទេតែសុំប្តឹងទូទៅចឹងហ្មងគឺមិនទទួលស្គាល់កន្លែងណាដែលថៃឈ្លានពានតុលាការគេអត់ដោះស្រាយរឿងចឹងទេតុលាការគេអត់ដែលដោះស្រាយរឿងព្រំដែនខ្មែរ800គីឡូម៉ែត្រហើយយើងទៅប្តឹងថ្នាំអាចទន្សាយអញ្ចឹងគ្រប់តំបន់អីអញ្ចឹងវាអត់អាចទៅរួចទេហើយយើងចាញ់ក្តីគេ 100% បើយើងទៅប្តឹងបែបហ្នឹងឥឡូវឧទាហរណ៍យើងប្តឹងទៅតុលាការពីករណីស្អីមួយបើគេលួចម៉ូតូម៉ាក់អីលួចម៉ោងប្រមាណចោលនឹងចូលមកគ្នាប្រមាណនេះស្ថានភាពហ្នឹងវាយ៉ាងម៉េចពេលលួចហ្នឹងតើមានជាការគំរាមកំហែងឬក៏សម្លាប់ឬក៏ស្អីគេសัตว์ចិញ្ចឹមអីគេចូលតាមច្រកណាលាក់នឹងលាក់នេះកម្មវត្ថុនៃរបស់លួចគឺទី1គឺម៉ាក់ផលិតផលឬក៏របស់យើងហ្នឹងម៉ាក់អីឈ្មោះអីអាហ្នឹងបានគេយកមកដោះស្រាយបានហើយវេលាដែលលួចហ្នឹងមកប្រមាណថ្ងៃហ្នឹងម្ចាស់ផ្ទះនៅឯណានេះអង្គហេតុនៃការដោះស្រាយរឿងបាត់ល្មើសគេត្រូវធ្វើចើឲ្យបើសិនជាថ្នាំអាចទន្សាយគេចំណាយពេល500ឆ្នាំទៀតក៏ដោះស្រាយរឿងក្តីយើងក៏មិនចេញហើយគេមិនដោះស្រាយឲ្យតែម្ដងព្រោះអីវាអត់មានជាក់លាក់អីមួយអញ្ចឹងបានថាកម្ពុជាគឺខ្ញុំនិយាយចឹងតើយើងត្រូវប្តឹងអីទៀតឥឡូវហ្នឹងបើយើងប្តឹងថៃពីរឿងតំបន់ទាំងប្រមាណហ្នឹងគឺត្រូវតំបន់នីមួយហ្នឹងត្រូវនិយាយប្រាប់ទៀតហ៎មុំ3ប្រាសាទតាក្របីតំបន់ស្អីគេផ្ទះតាមុកឬក៏ភ្នំ350ឬក៏ភ្នំទ្របភ្នំអីហ្នឹងនិយាយទៅថៃវាយយកពេលណាបានឲ្យប្រកាសម៉ោងប្រមាណទំហំប្រមាណអីប្រមាណឥឡូវយើងគេប្រើកម្លាំងអីស្លាប់ទាហានយើងប្រមាណគេប្រើខុសច្បាប់អីគេខ្លះលាក់នឹងលាក់គឺត្រូវមានការប្រវត្តិឲ្យទីតាំងជាក់លាក់ហ្នឹងបានតុលាការគេយកអង្គហេតុហ្នឹងមកពិចារណាយើងមើលខ្មែរក្រហមសម្រាប់ប្រជាពលរដ្ឋខ្មែរ17លាន7សែនអ្នកបងប្អូនតែសាលាក្តីខ្មែរក្រហមគេអត់អាចកាត់ក្តីមនុស្សសម្រាប់ខ្មែរ17លាន7សែនអ្នកហ្នឹងទាំងអស់ទេសាលាក្តីខ្មែរក្រហមត្រូវការពេលជាង10ឆ្នាំគ្រាន់តែកាត់ក្តីទៅលើយុត្តាធិការនៃបទល្មើសតែប្រភេទបុគ្គលដែលទទួលខុសត្រូវគឺតែជនគេថាបទល្មើសមានហើយបទល្មើសបល័យពូជសាសន៍បទល្មើសកតកម្មប្រឆាំងមនុស្សជាតិកតកម្មសង្គ្រាមការរំលោភធ្ងន់ធ្ងរដល់អនុសញ្ញាក្រុងហ្សឺណែវឆ្នាំ1949 ការបំពេញក្រមព្រំប្រទានកម្ពុជាលក្ខនឹងលក្ខគឺបាត់ល្មើសមានចែងនៅក្នុងច្បាប់ទាំងអស់ហ្នឹងក៏ប៉ុន្តែបុគ្គលដែលគេយកមកផ្ដន់ទាទោសគឺមានតែបុគ្គលតែមួយប្រភេទធំគឺអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះអក្រិតកម្មនេះឃើញទេសូម្បីតែបាត់ល្មើសគេរាយមកហើយហ្នឹងគឺគេកំណត់បុគ្គលដែលយកមកផ្ដន់ទាទោសបានតែមេដឹកនាំកម្ពុជាដែលខ្ពស់បំផុតដឹងរឿងខ្ពស់បំផុតបើចាប់មេភូមិមេឃុំកងសហករណ៍ហ្នឹងងាប់ហើយអ្នកណាក៏ប្រព្រឹត្តបាត់ល្មើសដែរអក្រិតអញ្ចឹងគេត្រូវកម្រិតដើម្បីឲ្យតូចដើម្បីឲ្យឆ្ពោះទៅរឿងមួយដើម្បីគេកាត់បានហើយគ្រាន់តែសម្រាំងប៉ុណ្ណឹងគេត្រូវការពេល10ឆ្នាំជាងហ្នឹង16ឆ្នាំហើយហ្នឹងយើងមើលហើយចង់ហ្មងយើងឆ្នាំអាចទន្សាយអញ្ចឹងអ្នកណាគេយកសំណុំរឿងយើងយកទៅកាត់ក្តីអីបើយើងអត់ទាំងទទួលស្គាល់ថាបាត់ល្មើសនឹងមានស្អីផងខ្ញុំនិយាយនេះគឺខ្ញុំនិយាយអំពីតថភាពជាក់ស្ដែងនៃផ្នែកបច្ចេកទេសខ្ញុំអត់និយាយរឿងនយោបាយទេបងប្អូនកំពុងតែយកវិធីសាស្ត្រនយោបាយដើម្បីចំណេញក្រុមបកពួកក្រុមខ្លួនអីខ្ញុំអត់ខ្វល់ទេប៉ុន្តែលក្ខណៈបច្ចេកទេសផ្លូវច្បាប់ខ្ញុំចង់និយាយខ្ញុំមិនជាអ្នកច្បាប់អ្នកប្រាជ្ញវិទ្យាសាស្ត្រផ្លូវច្បាប់អីខ្ញុំមិនបានរៀនច្បាប់អីជ្រៅជ្រះប៉ុន្តែខ្ញុំធ្វើការនៅសាលាក្តីខ្មែរក្រហមជាង10ឆ្នាំជាអ្នកបកប្រែខ្ញុំបានរៀនសូត្រដឹងពីនីតិវិធីច្បាប់ហ្នឹងក៏ច្រើនប៉ុន្តែមិនអះអាងថាខ្ញុំបកកែជាងអស់លោកណាទេគ្រាន់តែថាតាមការសង្កេតរបស់ខ្ញុំអង្គហេតុនីមួយគឺយើងត្រូវទទួលស្គាល់ការពិតនៃអង្គហេតុហ្នឹងសិនបានប្តឹងគេបាន
បើយើងមិនទទួលស្គាល់អង្គហេតុនីមួយជាក់លាក់ឲ្យប្រើថ្នាំអាចទន្សាយថាយើងមិនទទួលស្គាល់ព្រំដែនកែប្រែឬកន្លែងដែលថៃយកបានជាចម្រុះបែបនេះគឺយើងចាញ់ក្តីគេហើយទី1គឺអត់ដឹងទៅប្តឹងគេកន្លែងណាខ្ញុំសូមប្តឹងអំពីផ្លែឈើអញ្ចឹងតឡាការអត់អាចកាត់បានទេព្រោះផ្លែឈើមានរាប់រយមុខយើងប្តឹងពីរឿងម៉េចតរ៉េនសាវម៉ៅឬក៏ល្មុតមង្ឃុតសេដាអីចឹងទៅផ្លែមៀនអីចឹងឬក៏តង្កែនអីចឹងទៅយ៉ាងហោចណាស់ក៏ត្រឹមផ្លែភ្នៅអីចឹងដែរឲ្យវាជាក់លាក់ថាផ្លែឈើមុខណាដែលយើងប្តឹងដែលធ្នាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សហូបទៅពុលឧទាហរណ៍តែយើងប្រាប់ថាផ្លែឈើពុលចឹងឲ្យតឡាការទៅរកផ្លែឈើយកមកពិសោធន៍រាប់រយមុខណាមានពេលអញ្ចឹងយើងត្រូវតែសម្រាំងឲ្យតឡាការដឹងអង្គហេតុជាក់លាក់ច្បាស់លាស់ដើម្បីគេស្រួលចាត់ការហើយតែយើងថ្នាំអាចទន្សាយគឺយើងបរាជ័យខ្លួនឯងវាឈ្នះតែសារនយោបាយស្អំចិត្តទេប៉ុន្តែក្នុងន័យបច្ចេកទេសផ្លូវច្បាប់យើងចាញ់គេខ្ញុំចង់និយាយចឹងដូច្នេះបានន័យថាដូចម្ដងទៀតបើរដ្ឋាភិបាលមិនទទួលស្គាល់តំបន់ទាំងអស់នេះវាជារឿងគេហៅហាស្លាកខ្ជាក់ស្លែងវាពិតហើយប៉ុន្តែរដ្ឋាភិបាលដាច់ខាតត្រូវតែដល់ចំណុចណាមួយត្រូវតែផ្ទៀងផ្ទាត់ហើយទាត់ចោលចោះឧទាហរណ៍ថាមិនពិតទេផ្ទះ3ខ្នងថៃមិនបានយកបានគូសចោលហេតុផលបញ្យល់មកថៃឃើញដាក់រូបថតដាក់អីយកតុងជ័យអីមកហ្នឹងថាគេមកបានតែមួយផ្លែតហ្នឹងទេតាមពិតក្រោយនេះមកថៃដកចេញទៅវិញទាំងឧទាហរណ៍ប៉ុន្តែបើទោះបីជាថៃចូលមកបានមួយផ្លែតសូម្បីតែ1វិនាទីណាក៏ដោយលើដែនអធិបតេយ្យរបស់កម្ពុជាក៏ថៃខុសច្បាប់អន្តរជាតិក្នុងការទន្ទ្រានចូលក្នុងដែនអធិបតេយ្យអ្នកឯងដកទៅវិញមែនប៉ុន្តែនីតិដែលអ្នកឯងចូលមកគឺទន្ទ្រានដីខ្មែរនៅតែប្តឹងបានវាអត់មានអីអង្គហេតុណាដែលថៃរួចខ្លួនសោះព្រោះអីតែយើងលួចចូលកោះផ្ទះគេម្ចាស់ផ្ទះគេអត់នៅហើយយើងដកខ្លួនទៅវិញបានន័យថាម៉េចយើងរួចខ្លួនមែនអត់ទេគឺយើងខុសច្បាប់នៅពេលដែលយើងចូលទន្ទ្រានចូលដល់លួចផ្ទះគេខុសច្បាប់ហើយបើមានកាមេរ៉ាគេចាប់បានគឺណែឯងខុសច្បាប់បើមានអ្នកចិត្តខាងគេឃើញគឺណែឯងគឺណែហើយនឹងស្លាកស្នាមផ្សេងទៀតសល់កយ៉ៅដៃសល់បាតជើងស្អីដែលបន្សល់ទុកដែលស្លាកស្នាមចោលចូលគឺជាផោះតាងដាក់បន្ទុកចោលចាប់សំបីតណែឯងដើរចេញទៅវិញក៏ដោយពុំម្ចាស់ផ្ទះទៅមកឃើញគឺណែឯងអត់រួចខ្លួនទេបាត់ល្មើសបានប្រព្រឹត្តរួចទៅហើយនេះថៃគេប្រព្រឹត្តបាត់ល្មើសហើយគេដាក់ផោះតាងឲ្យយើងទៀតតែដល់ពេលយើងម្ចាស់ផ្ទះអត់ទទួលស្គាល់យើងទទួលស្គាល់ថាអត់ទទួលស្គាល់ចោលមកលួចរបស់អីហ្នឹងគឺយើងយកអីយកទៅប៉ុន្តែត្រូវតែបកគលឲ្យយើងវិញព្រោះយើងមិនទទួលស្គាល់ថាថៃយកទេបងប្អូនដូចខ្ញុំនិយាយចឹងថាពេលវេលាគឺដូចក្របបែកម៉ោងនាឡិកាម៉ោងអញ្ចឹងវាធីកគឺវាចុចលឿនណាស់ចង់និយាយថាយើងរងចាំពេលវេលាកាន់តែយូរកាន់តែបាត់ភ័ស្តុតាងកាន់តែធ្វើឲ្យអង្គហេតុរបស់យើងកាន់តែខ្សោយប៉ុន្តែយើងអាចថានយោបាយចង់ឲ្យសម្របសម្រួលអត់អីទេរឿងចរចាសន្តិភាពជាមួយថៃបន្តទៀតចោះប៉ុន្តែប៉មនឹងក្រូចថៃអត់រួចខ្លួនទេត្រូវទទួលខុសត្រូវគ្រប់យ៉ាងទី1គឺបំពេញដែនអធិបតេយ្យរបស់កម្ពុជារំលោភធម្មនុញ្ញអាស៊ានរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទៅទៀតព្រោះដោយសារមានខមួយនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីថាប្រទេសជាហត្ថលេខីគឺជាអ្នកដែលមិនឈ្លានពានដែនអធិបតេយ្យកម្ពុជាហើយជួយឃ្លាំមើលទៀតថៃជាប្រទេសហត្ថលេខីក្នុងចំណោមប្រទេស18នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីតាហើយចឹងអាហ្នឹងសូម្បីតែអាហ្នឹងមួយក៏អាចចាត់ប្រកាន់ថៃចោះរំលោភប្រើក្របបែកចង្កោមប្រើយន្តហោះប្រដេញ F16 ផងទេ50ទេហាស់ផងប្រើ Gripen Fighter Jet ផងក្របបែកចង្កោមផ្សែងពុលជីវសាស្ត្រលាក់នឹងលាក់អាហ្នឹងតើថៃរួចខ្លួនមែនប្រជាពលរដ្ឋស្លាប់ប្រមាណទៅហ៊ានស្លាប់ប្រមាណរងគ្រោះវេទនាភាសឹកទាំងអស់នេះគឺថៃអត់រួចខ្លួនទេហើយយើងត្រូវតែឲ្យថៃទទួលខុសត្រូវឥឡូវយើងនឹងបន្តទៅទៀតបងប្អូនម្ដងទៀតខ្ញុំរងចាំមើលសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលកម្ពុជាមកដល់ម៉ោងនេះអត់ទាន់ទទួលស្គាល់អីទាំងអស់តែក្នុងពេលជាមួយគ្នានេះក៏ខ្ញុំសប្បាយចិត្តបន្តិចដែរត្រង់ថាពេលដែលយើងបំផ្លាញសារព័ត៌មានឯករាជ្យអស់នៅក្នុងស្រុកខ្មែរគេលែងជឿទុកចិត្តអ្វីដែលកើតឡើងឥឡូវនេះបានសហគមន៍អន្តរជាតិជាពិសេសសារព័ត៌មានអន្តរជាតិដោយសារតែគេមិនបានបោះទីតាំងនៅស្រុកខ្មែរមែនប៉ុន្តែគេឃើញការទម្លាក់អាវុធគ្រាប់របស់យោធាថៃនឹងវាសន្ធាប់ពេក
ដោយថាអំពើឈ្លានពានប្រទេសផ្ដាស់របស់ថៃនឹងវាក៏ក្រៅពិភពលោកទៅវាធ្វើឲ្យសារព័ត៌មានពិភពលោកនឹងវាអត់អាចនឹងទៅជឿថៃបានថាថៃថាខ្មែរយើងឈ្លានពានថៃបងប្អូនដូចថាយើងទៅបានភ័ព្វវាសនាដោយសារតែវាគេវាយយើងវាទុសាច់ពេកហើយយើងដេកដល់ដីហើយគេទាត់ធាក់យើងពេកទៅវាធ្វើឲ្យពេលខ្លះអ្នកដែលផ្សាយព័ត៌មានអន្តរជាតិហ្នឹងក៏គេឃើញទង្វើផ្ដេសផ្ដាស់អញ្ចឹងទៅក៏គេផ្សាយទៅបានជួយយើងដែរហើយថ្ងៃនេះយើងឃើញនិយាយទៅម្សិលមិញមួយថ្ងៃកាសែត Al Jazeera បានចុះទៅយកព័ត៌មានដល់ភូមិជោគជ័យហើយនេះគឺជាខ្ញុំសប្បាយខ្ញុំថាបើលោក Michael Alfaro ចុះទៅខ្ញុំយំទៀតហើយខ្ញុំយំដោយសារតែលោកនឹងទៅបំផ្លាញព័ត៌មានខ្មែរយើងដោយសារតែលោកផ្សាយលំអៀងពេកទៅលើខាងកម្ពុជាដែលធ្វើឲ្យថៃគេចាត់ទុកថាផ្សាយព័ត៌មានរបៀបបំផ្លាញដោយសារតែគ្មានព័ត៌មានតលយៈភាពដូច្នេះហើយគេអត់ទុកចិត្តថាគាត់ជាអ្នកផ្សាយព័ត៌មានឯករាជ្យអីណានោះទៀតវាធ្វើឲ្យបាត់បង់អាសេចក្តីខ្លឹមសារនៃព័ត៌មានឥឡូវឃើញលោកអ្នកដែលផ្សាយព័ត៌មានរបស់ Al Jazeera ដែលជាស្ថាប័នព័ត៌មានឯករាជ្យដែលគួរឲ្យទុកចិត្តហើយគាត់ចុះទៅគឺគាត់ពន្យល់អំពីស្ថានភាពជាក់ស្ដែងនៅភូមិជោគជ័យហើយអ្វីដែលជាពាក្យដែលគាត់និយាយនេះគឺចាក់ដោតថៃមែនតើអានេះបានជាអ្នកផ្សាយព័ត៌មានអន្តរជាតិភាសារបស់គាត់គឺថៃយកកុងតឺន័រយកមកទម្លាក់លើដែនអធិបតេយ្យរបស់កម្ពុជាព្រោះអីភូមិជោគជ័យហ្នឹងកន្លែងហ្នឹងប្រជាពលរដ្ឋខ្មែរធ្លាប់រស់នៅយកបលាលួសយកមកដាក់ដែលជាកម្លាំងទ័ពហើយគាត់លើកអំពីទ័ពវាយទ័ពថៃវាយចូលប្រើកំភ្លើងធំប្រើយន្តហោះបដិញអីលាក់នឹងលាក់ដែលនេះគឺជាទង្វើឈ្លានពានឬក៏ថាជាការដែលប្រើកម្លាំងប្រដាប់អាវុធលើសលប់ចូលនៅក្នុងដែនកម្ពុជាគាត់ប្រើពាក្យដែនកម្ពុជាសំដៅទៅលើថាពួកគាត់ចុះទៅផ្សាយពីភូមិជោគជ័យពីខាងកម្ពុជាប៉ុន្តែនៅក្នុងពេលហ្នឹងអ្នកសារព័ត៌មានរូបហ្នឹងក៏និយាយថាអ្វីដែលថៃធ្វើនេះគឺខាងភាគីថៃអះអាងថាគេធ្វើត្រូវថាខ្លួនធ្វើនឹងដើម្បីការពារខ្លួនដើម្បីវាយបកប៉ុន្តែយ៉ាងណាអ្វីដែលធ្វើនេះគឺកំពុងតែស្ថិតនៅក្នុងអាកុងតឺន័រនៅក្នុងដែនអធិបតេយ្យកម្ពុជាឃើញទេយ៉ាងហោចណាស់ក៏គាត់បានដកស្រង់អ្វីដែលជាការលើកឡើងរបស់ថៃដែលមិនមកផ្សាយឲ្យកម្ពុជាសុទ្ធហើយដល់ពេលធ្វើអញ្ចឹងធ្វើឲ្យសារព័ត៌មានថៃកំពុងតែផ្អើលពេញពិភពលោកដែរអ្នកសារព័ត៌មានថៃជាពិសេសនិពន្ធនាយកម្នាក់នៅខាងសារព័ត៌មានថៃគឺខៅសុតថ្ងៃនេះគាត់មកពមៀនសារព័ត៌មានមិនពមៀនសារព័ត៌មានទេគឺគាត់និយាយប្រាប់សាធារណជនថៃទូទៅឲ្យដឹងថាថៃឈ្នះសមរភូមិតែថៃចាញ់សង្គ្រាមខ្មែរហើយហេតុអីបានគាត់និយាយចឹងមានន័យថាមិនទៅឈ្នះសមរភូមិចាញ់សង្គ្រាមឈ្នះសមរភូមិគឺសំដៅទៅលើកន្លែងដែលថៃកាន់កាប់បានគ្រប់គ្រងបានទីតាំងប្រមាណ20 30ហ្នឹងគឺថៃឈ្នះសមរភូមិដោយយកទាហានថៃមកវាយបលាលួសមកអីហើយប្រើយន្តហោះបដិញស្អីលាក់ទម្លាក់គ្រាប់បែកគ្រាប់អីយ៉ាងស្រស់ហើយធ្វើឲ្យទាហានជើងថ្មើរជើងថៃឡើងមកចូលទន្ទ្រានដែនអធិបតេយ្យរបស់កម្ពុជាអ្នកកាសែតរូបនេះថាថៃឈ្នះសមរភូមិទាំងអស់ហ្នឹងថៃឈ្នះហើយប៉ុន្តែចាញ់សង្គ្រាមបានន័យថាម៉េចគឺសង្គ្រាមសមានចិត្តពីសហគមន៍អន្តរជាតិព្រោះនៅពេលដែលសារព័ត៌មានអន្តរជាតិដោយ Al Jazeera មាន CNN និង BBC អីចាប់ផ្ដើមយករឿងខ្មែរទៅផ្សាយអំពីការទម្លាក់គ្រាប់ហើយនឹងជ្រៀតនៅក្នុងដែនអធិបតេយ្យប្រជាពលរដ្ឋខ្មែរអត់អាចវិលទៅលំនៅឋានវិញបានដោយភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺជារឿងបរាជ័យតាក់ទងនៅក្នុងរូបភាពជាអន្តរជាតិគេមើលមកឃើញថាថៃគឺជាតួអង្គបំពេញឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាហើយធ្វើឲ្យថៃចាប់ផ្ដើមបាក់មុខនៅលើឆាកអន្តរជាតិអ្នកកាសែតរូបនេះព្រមានថាគាត់បានពមៀនច្រើនដងហើយថាបើយើងមិនប្រើដូចថាអំពើប្រើកងកំភ្លើងអីហ្នឹងហើយដូចថាកម្លាំងខ្លាំងលឹះលុបអីពេកចឹងហើយវាយចូលទន្ទ្រានហើយបំផ្លាញខ្ទេចខ្ទីរូបដោយរូបព្រះវិស្ណុអីផងទៀតហ្នឹងគឺជាអំពើផ្ដេសផ្ដាស់ដែលធ្វើឲ្យថៃបាក់មុខហើយមិនព្រមនាំគ្នាចអុលប្រាប់មេដឹកនាំថៃជាពិសេសយោធាថៃថាធ្វើហ្នឹងលើសហើយនាំគ្នាហើយជាតិនិយមជ្រុលគឺថៃចាញ់សង្គ្រាមអន្តរជាតិតាក់ទងនឹងរូបភាពនឹងមួយដែរហ្នឹងគាត់ព្រមាន
ប៉ុន្តែការប្រមានរបស់អ្នកកសែតថៃរូបនេះគ្រាន់តែជាទឹកមួយដំណក់ក្នុងមហាសាគរនៃជាតិនិយមជ្រុលរបស់ថៃទេគេមិនស្ដាប់ទេស្ដាប់ស្អីបើឥឡូវហ្នឹងគឺគេជ្រុលនិយមគេសបាយតែហ៊ានថៃហ្នឹងចាប់ផ្ដើមទៅជ័យខុសស្រែកច្រៀងគ្រប់កន្លែងទីតាំងដែលអធិបតេយ្យកម្ពុជាឈូសឆាយខ្ទេចម៉ត់អស់ហើយកន្លែងណានិយាយទៅយើងអត់មានរូបភាពហ្នឹងឯងព្រោះថៃគេគ្រប់គ្រងអស់ថៃគេផ្សាយមកបងប្អូនទៅពេលដែលអ្នកកសែតថៃនិយាយថាថៃឈ្នះសមរភូមិចាញ់សង្គ្រាមណាវាហាក់បីឲ្យដូចជាហុចដងដាវឲ្យខ្មែរយើងដែរមិនអញ្ចឹងណាខ្មែរយើងបានប្រៀបនៅលើឆាកអន្តរជាតិត្រង់ថាយើងជាជនរងគ្រោះយើងឲ្យគេអាណិតហើយនេះសហគមន៍អន្តរជាតិគេអាណិតដោយសារតែយើងជាជនរងគ្រោះហើយក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងគឺជនរងគ្រោះបានទៅប្រាប់សហគមន៍អន្តរជាតិថាអត់អីហងខ្ញុំអត់បានបាក់ថ្មិញខ្ញុំអត់បានគេវាយអីគាត់បន្តិចតួចអត់អីទេព្រោះបន្តិចទៀតទៅវាស្នាមហ្នឹងវាលែងឈឺលែងអីទេព្រោះអីយើងអត់ទទួលស្គាល់អ្វីដែលថៃកំពុងតែទន្ទ្រានឈ្លានពានយកដីយើងនឹងបានទេយើងនិយាយទៅយើងអត់ទាន់ទទួលស្គាល់តំបន់ទាំងអស់នោះចាំបានខ្ញុំប្រាប់ថាពេលនេះគឺជាពេលល្អដែរវាហាស្លាក់ខ្ជាក់ស្លែងពាក្យពិតរែងស្លែងចឹងមែនហើយព្រោះអីថាទទួលស្គាល់គឺយើងបរាជ័យយើងចង់និយាយចឹងខ្មែរអត់ចង់បានពាក្យបរាជ័យទេប៉ុន្តែការពិតរឿងបរាជ័យមិនបរាជ័យវាជាការពិតហើយការពិតនេះឯងដែលធ្វើឲ្យខ្មែរមានប្រៀបលើថៃនៅក្នុងការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិអញ្ចឹងហើយបានថាយើងចង់ចំណេញនយោបាយបែបណានិយាយចំណេញចោះប៉ុន្តែកុំយកប្រជាប្រដ្ឋខ្មែរ17លាននាក់ជាចំណាប់ខ្មាំងដោយសាររដ្ឋាភិបាលមិនព្រមទទួលស្គាល់ចំណុចទាំងអស់នេះដើម្បីឲ្យជាផុសតាងបងប្អូនយើងយកទៅតបានឥឡូវនេះគឺយើងឃើញជាសារល្អមួយដែរដែលថាអន្តរជាតិគេផ្ដល់ភាពយុត្តិធម៌ឲ្យកម្ពុជាប៉ុន្តែកម្ពុជាត្រូវផ្ដល់យុត្តិធម៌ឲ្យខ្លួនឯងគឺដាច់ខាតត្រូវបកអាក្រាតថៃថាតំបន់ទាំងអស់នេះថៃពិតជាទន្ទ្រានឈ្លានពានហើយត្រូវតែមានបញ្ជីស្នាមពីខាងក្រសួងការពារជាតិកម្ពុជាដើម្បីបញ្ជាក់ថារបស់នេះគឺជាភស្តុតាងឥឡូវថៃឲ្យភស្តុតាងមកយើងប៉ុន្តែសំខាន់ម្ចាស់ខ្លួនអត់ទទួលយកភស្តុតាងហ្នឹងណាដែលថៃគេឈ្លានពានទន្ទ្រានតែម្ចាស់ខ្លួនអត់ព្រមទទួលដូច្នេះរបស់ថៃលួចហើយតែម្ចាស់អត់ទាន់ទទួលស្គាល់ថាអាហ្នឹងគេលួចនៅតែគិតថាថ្ងៃណាមួយយកវិញមកបានប៉ុន្តែមុននឹងយកបានតើតែយើងប្តឹងគេហើយទទួលស្គាល់វាសិនឥឡូវខ្ញុំបន្តទៅទៀតបាទឥឡូវយើងក៏ឃើញក្រៅពីកាសែតថៃរាយការណ៍ពមៀនថៃនេះក៏មានសារព័ត៌មានសំទោសមានខាងថៃយើងដឹងហើយគេប្រមូលប្រហោះរូបថតរូបវីដេអូពីដីខ្មែរដែលថៃប្រមូលជាជ័យភ័ណ្ឌខាងកម្ពុជាយើងនាំគ្នារស់រាន់ថតផ្សាយប្រមូលសពទាហានយើងដែលពលីអាសូរអីក៏អាសូរជាតិយើងម្លេះលោកបានអីមកវិញអស់លោកចង់បណ្ដោះសេចក្តីឈឺចាប់ដល់ប្រជាប្រដ្ឋខ្មែរទាំង17លាននាក់ឬក៏ពិភពលោកឲ្យជួយឈឺចាប់អំពីទាហានខ្មែរយើងដែលស្លាប់យ៉ាងអណោចអធមនៅក្នុងសមរភូមិបានអីមកវិញម៉ោងនេះថៃគេចាប់ផ្ដើមផ្សាយពីដីដែលគេទន្ទ្រានបានគេឈូសឆាយគេប្រមូលយកជ័យភ័ណ្ឌស្អីសពបែបយ៉ាងយើងឈឺចាប់ប៉ុណ្ណឹងហើយតែយើងទៅយកការឈឺចាប់ខុសរឿងនៅក្នុងការដែលទៅថតសាកសពទាហានអាណោចអធមនៅក្នុងសមរភូមិនៅក្នុងត្រង់សេតើអស់លោកមានអាសូរចិត្តបងប្អូនក្រុមគ្រួសារទាហានទេបើសិនជាអស់លោកមិនអាសូរក្រុមគ្រួសារឬក៏សិលធម៌សេចក្តីថ្លៃថ្នូរអីតើអស់លោកចង់បានអីខ្ញុំសូមបិណ្ឌបាតកន្លែងហ្នឹងសពទាហានខ្មែរតៃហោងអាណោចអធមរុយរោមថ្មាតស៊ីលាក់នឹងលាក់បានហើយយើងរាប់ចំនួនក្រសួងការពារជាតិមិនទាំងទទួលស្គាល់ចំនួនទាហានខ្មែរដែលពលីផងយូមានទៅចូលរួមបន់សពម្ដងប៉ុន្តែមិនដែលប្រកាសជាទូទៅថាប្រមាណ100ឬក៏ប្រមាណអ្នកទេទុកឲ្យក្រុមគ្រួសារនឹងដើរទៅរកសពខ្លួនឯងប៉ុន្តែអារូបថតដែលថតបង្ហាញអំពីទាហានយើងស្លាប់ចងេងចងាងពលីនៅក្នុងសមរភូមិវាខុសខើមើលទៅវារកម្មចិត្តដែរជាសុជីវធម៌បងប្អូនក្រុមគ្រួសារសពបើឃើញរូបនឹងបង្ហោះរាល់ថ្ងៃគឺគាត់នឹងវិលវល់កើតជំងឺបាក់ទឹកចិត្តជំងឺបាក់ស្បាតណាផ្
ផ្លូវអារម្មណ៍នេះពិបាកព្យាបាលព្រោះការបាត់បង់គ្រួសារសមាជិកមួយគឺជារឿងមួយដ៏សោកសៅហើយប៉ុន្តែការឃើញការស្លាប់យ៉ាងអណោចអធមរបស់ពួកគាត់វាជារឿងរបួសស្នាមដែលមិនអាចព្យាបាលកាន់តែយូរទៀតហើយអ្វីដែលមាននៅក្នុងការចងចាំនេះគឺពិបាកផ្សះផ្សាណាស់ព្រោះអីចឹងបានបងប្អូនមានដែលឮពេលដែលសាកសពដែលគេស្លាប់បាត់ទៅហើយហ្នឹងគឺគេយកតែកណាត់សក្របហើយគេមិនសូវនិយាយអាក្រក់ពីសាកសពទេគេនិយាយអំពីល្អសាកសពនេះបានធ្វើអីគេខ្លះកាលនៅរស់ជួយសង្គមអីគេខ្លះហើយពេលដែលស្លាប់ទៅទៀតសោតហ្នឹងគឺស្លាប់ដោយថាមិនសាហាវខុសខើព្រៃផ្សៃពេកគឺដោយសារតែនិយាយទៅចង់ឲ្យគ្រួសារដែលនៅជំនាន់ក្រោយហ្នឹងដឹងថាគាត់ស្លាប់ទៅហ្នឹងគឺមិនមែនតៃហោងតែអីចឹងទៅឲ្យគាត់អាចបិទភ្នែកស្រមៃមើលទៅគាត់មិនគឺថាស្លាប់យ៉ាងអណោចអធមពេកបងប្អូនយល់ហើយនៅក្នុងសង្គ្រាមវាច្បាស់ជាមានការច្បាំងគ្នាវាមានភាពសាហាវព្រៃផ្សៃខុសខើប៉ុន្តែបងប្អូនកុំធ្វើឲ្យព្រៃផ្សៃខុសខើជាងអ្វីដែលវាព្រៃផ្សៃខុសខើនឹងទៀតសូមឲ្យមានមនុស្សធម៌នៅក្នុងខ្លួនផងសូមឲ្យមានមនុស្សជាតិនៅក្នុងខ្លួនផងហើយខ្ញុំក៏សូមអង្វរដែរបងប្អូនទាំងអស់គ្នាតាមបណ្ដាញសង្គមទាំងគណៈបកប្រឆាំងទាំងគណៈបកកណ្ដាលអំណាចទាំងគណៈបកអីក៏ដោយបងប្អូនសុំកុំផ្សាយរូបភាពចងេងចងាងអីនឹងអត់បានប្រយោជន៍អីទេវាធ្វើឲ្យយើងចង់និយាយប្រាប់ថាម៉េចយើងឈឺចាប់ត្រូវហើយយើងឈឺចាប់ប៉ុន្តែគាត់ស្លាប់បាត់ទៅហើយតែយើងចង់បានអីមកវិញយើងបង្ពាក់កំហឹងឈឺចាប់ឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះទាហានយើងដែលស្លាប់យ៉ាងអនាយធម៌មែនឬក៏យើងបំពាក់កំហឹងឈឺចាប់ដើម្បីយើងធ្វើពហិការឈប់គ្រប់គ្រងផលិតផលថៃមែនឬក៏យើងបំពាក់ការឈឺចាប់ដើម្បីយកអាសាកសពទាំងអស់ហ្នឹងមកធ្វើជាផោះតាងដើម្បីដាក់ប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏តុលាការព្រហ្មទណ្ឌអន្តរជាតិមែនឬក៏យើងធ្វើអាហ្នឹងជាផោះតាងដើម្បីបញ្ជាក់ទៅអង្គការសហប្រជាជាតិមែនអីមួយបងប្អូនចង់បានអីឲ្យប្រកបយើងអត់ទាន់ដឹងទេចំពោះបងប្អូនខាងក្រមប្រឆាំងគឺធ្វើឲ្យឃើញថាភាពអសមត្ថភាពរបស់រដ្ឋាភិបាលដែលធ្វើឲ្យទាហានខ្មែរពលីយ៉ាងអណោចអធមដូចសត្វធាតុអីចឹងទៅរកម្មចិត្តឬក៏អាចប្រាប់ថាយើងឈឺចាប់យើងត្រូវតែប្តឹងគេដោយសារទាហានយើងស្លាប់ច្រើនអ្នកបងប្អូនមិនបាច់យកអានឹងធ្វើជាការធ្វើលេសដើម្បីពហិការផលិតផលថៃអីទៀតទេបានហើយរឿងដែលសំខាន់គឺយើងត្រូវឲ្យគោរពវិញ្ញាណក្ខន្ធគាត់ឲ្យផ្ដល់កិត្តិយសឲ្យពួកគាត់ផងបើយើងស្រឡាញ់យើងគោរពសិស្សវីរៈកងទ័ពគាត់បូជាជីវិតដើម្បីជាតិមាតុភូមិដោយក្លាហានអង្អាចប៉ុន្តែមិនត្រូវឲ្យឃើញអំពីភាពអណោចអធមរបស់គាត់នៅក្នុងការស្លាប់កញ្ញែងកញ្ញង់នៅក្នុងសមរភូមិហើយយកមកផ្សាយព្រាតបែបនេះទេអូសចោលខ្លះទៅបងប្អូនជាការពិតព័ត៌មានទាំងអស់នេះបើមិនបានពីយោធាជួរមុខរបស់ខ្មែរយើងក៏គ្មានអ្នកណាផ្សាយកើតដែរហើយសូមចិត្តបងប្អូនយោធាយើងផងយុទ្ធមិត្តរបស់យើងគោរពឲ្យតម្លៃគ្នាផងបងប្អូនប្រហែលជាចង់ផ្សាយថាយុទ្ធមិត្តរបស់បងប្អូនអាភ័ព្វណាស់កំសត់ណាស់តវ៉ាតស៊ូពលីដើម្បីជាតិយ៉ាងអណោចអធមជួយកងទ័ពផងអីចឹងទៅឧទាហរណ៍បាទអាចនឹងមានគោលដៅចឹងមែនប៉ុន្តែវារកម្មចិត្តណាព្រោះធម្មតាការពលីនៅក្នុងសមរភូមិបងប្អូនយើងទទួលស្គាល់ថាពួកគាត់ពលីដើម្បីជាតិមាតុភូមិមិនអាចយើងទៅទាត់ចោលវីរៈភាពនឹងបានទេប៉ុន្តែសូមឲ្យលុបអារូបភាពឬក៏ឈប់ផ្សាយឈប់បន្តអីទៀតទៅរឿងហ្នឹងទុកឲ្យរដ្ឋាភិបាលប្រកាសអានេះក៏ជាកំហុសរដ្ឋាភិបាលដែរព្រោះរដ្ឋាភិបាលខ្លួនឯងនឹងអត់ព្រមផ្សាយថាមានយោធាប្រមាណបាត់ខ្លួនបាត់អីឬក៏យ៉ាងម៉េចទៅដើម្បីឲ្យបងប្អូននឹងដឹងថាគាត់ស្លាប់ឬរស់អញ្ចឹងទៅចាប់ផ្ដើមយករូបហ្នឹងមកផ្សាយមកអីទៅដើម្បីឲ្យគេដឹងថានេះគ្រួសារគាត់បាត់នេះរូបនេះគឺរូបពួកគាត់ឯងចងេងចងាងអីអញ្ចឹងទៅវាដូចថារញ៉េរញ៉ៃពេញទឹកពេញដីអីអញ្ចឹងទៅរទិសតំបន់អត់បានយើងខ្វះវិន័យដល់ពេលខ្វះវិន័យទៅយើងសង្គ្រាមយើងចាញ់សមរភូមិចាញ់ថៃហើយគឺយើងចាញ់នៅក្នុងរូបភាពផ្ដេសផ្ដាស់នឹងទៀតហើយយើងទាំងអស់គ្នានឹងជ័យធ្លាក់ទឹកហើយអើចបៃត្រតែស្ក share តាមគ្នាទាំងអស់គ្នាបងប្អូនអាចមានសមានចិត្តអាណិតអាសូរពួកគាត់ប៉ុន្តែគ្រាន់តែលុបរូបនឹងចោលឬក៏ blur វាឲ្យវាក៏មើលឃើញច្បាស់ទៅក៏ជាការគោរពវិញ្ញាណក្ខន្ធពួកគាត់ដែរខ្ញុំសូមបិណ្ឌបាតកន្លែងហ្នឹងហើយខ្ញុំក៏សរសើរខាងក្រសួងការពារជាតិដែរគឺសេចក្តីប្រកាសព័ត៌មានគាត់នឹងចេញជាញយដល់មួយអាទិត្យពីរអាទិត្យក៏ចេញម្ដងថ្ងៃនេះក៏ចេញដែរអំពាវនាវឲ្យរក្សាសុវត្ថិភាពកងកម្លាំងរបស់យើងរក្សាការសម្ងាត់យោធាសូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន
វីដេអូរូបភាពផ្សេងដែលអាចបង្ហាញពីសកម្មភាពបប្រតិបត្តិការយោធាផែនទីការបង្ហាញពីការចល័តទ័ពការដាក់ពង្រាយកងទ័ពទីតាំងឈរជើងលេនដ្ឋានឬត្រង់សេជំរុំចម្រោកការចល័តសពាវុធផ្គូផ្លូវផ្គត់ផ្គង់សម្ភារៈបរិក្ខារឬស្បៀងអាហាររបស់កងទ័ពហើយឈប់ផ្សាយដូចចាក់ទឹកលើក្បាលទាអញ្ចឹងបងប្អូនព្រោះអីពេលខ្លះទាហានយើងគាត់ដូចថាផ្សព្វផ្សាយពីសមរភូមិសូមអធិស្ឋានពេលខ្លះគាត់ផ្សព្វផ្សាយពីសមរភូមិគាត់គិតថារូបថតហ្នឹងចង់បង្ហាញសមានឲ្យសុំសមានចិត្តពីបងប្អូនឲ្យដឹងពីទុក្ខវេទនារបស់យោធាយើងហើយបងប្អូនបន្តជួយឧបត្ថម្ភគាំទ្រយោធាយើងប៉ុន្តែនៅក្នុងពេលហ្នឹងជាកំបិតចិត្តដងដែរបងប្អូនពេលដែលផ្ញើសារដើម្បីឲ្យគេអាណិតប៉ុន្តែពេលហ្នឹងគឺវាប៉ះពាល់ដល់សុចរិតភាពសេចក្តីថ្លៃថ្នូររបស់យោធាយើងរខិរខៈរញ៉េរញ៉ៃខ្វះខាតនេះខ្វះខាតនោះគ្រប់រឿងប៉ុន្តែបើបងប្អូនមិនផ្សាយអញ្ចឹងគេអត់ដឹងថាយើងខ្វះខាតគេអត់ឲ្យជួយយើងអញ្ចឹងវាធ្វើគ្រោះហ่าបងប្អូនជួនកាលហ្នឹងទៅសុំអ៊ីកូមអាវិទ្យុតាក់តងហ្នឹងពីបងប្អូនខ្មែរយើងណាដែលមានលទ្ធភាពយោធាសុំអ៊ីកូមគ្រឿងសពាវុធគ្រឿងតំណាក់តំណងយោធាពីប្រជាប្រដ្ឋស៊ីវិលវាបង្ហាញអំពីបញ្ហាអត្តខិតរបស់យោធាយើងយ៉ាងសម្បើមប៉ុន្តែបើគាត់អត់និយាយអញ្ចឹងគឺក៏អត់បានតែម្ដងវាពិបាកណាស់បងប្អូនវាសិតតែរឿងហ្នឹងគឺថារកកន្លែងបន្ទោសអត់ឃើញយោធាបើមិនបង្ហាញមាត់ថ្មិញអស់រលីងពីមាត់គឺអត់មានអ្នកណាព្យាបាលថ្មិញគាត់ព្រោះអីនៅក្នុងវិស័យយោធានេះមិនដឹងថាយ៉ាងម៉េចបានទាហានខ្លះនៅសល់ថ្មិញតែមួយគត់អត់មានការយកចិត្តទុកដាក់ថ្មិញអីបានដឹងមានចុះអាបសឬក៏ស្អីជួយគាត់នឹងចុះលុយនឹងទៅឯណាអាហ្នឹងបងប្អូនយើងចេះតែឃើញហើយដល់ពេលផ្សាយទៅយោធាគេឡើងមកវិញថាអាហ្នឹងគឺជាការមើលស្រាលខាងការជួយរបស់យោធាជាទូទៅឯងមើលឃើញអ្នកអត់ថ្មិញម្នាក់ពីរអ្នកហ្នឹងគឺជាព្រៃឈើយកដើមឈើពីបដើមធ្វើឲ្យប៉ះពាល់ដល់កងទ័ពជាទូទៅអីលាក់បំបាក់ស្មារតីបំបាក់ទឹកចិត្តទៀតតែពេលគេផ្សាយអញ្ចឹងយើងទៅរករឿងគេអញ្ចឹងទេប៉ុន្តែយោធាខ្លួនឯងហ្នឹងគឺបើអត់ផ្សាយអត់បានថ្មិញពេញមាត់ហ្នឹងសោះវាអញ្ចឹងណាបងប្អូនអានេះគឺជារឿងមួយគឺជាប្រព័ន្ធតែម្ដងគឺប្រព័ន្ធដឹកនាំរដ្ឋយើងត្រូវកែតឡើងវិញព្រោះអីទាំងអស់ខាងក្រោមនេះគឺជាអ្នកដែលជនរងគ្រោះឯងជនរងគ្រោះហ្នឹងផ្សាយមកហ្នឹងដើម្បីឲ្យគេអាណិតអាសូរអញ្ចឹងទៅហើយចេះតែផ្ដាល់ផ្តក់ទៀតទៅឲ្យបានទទួលទានអីខ្លះបើអត់ផ្សាយខ្លះពីវេទនាហ្នឹងគឺយើងអត់បានព័ត៌មានហ្នឹងសោះហកផ្សាយអញ្ចឹងទៅឆេះម៉ូតូអស់បានម៉ូតូគេជួយម្នាក់មួយគ្រឿងអញ្ចឹងផ្សាយអំពីវេទនាអត់មានអាវក្រោះអញ្ចឹងទៅគេបានធ្លាក់អាវក្រោះផ្សាយអត់មានវិទ្យុតាក់តងគេឲ្យវិទ្យុតាក់តងអញ្ចឹងទៅហានេះហើយជាការបោះដៃឲ្យភាគីថៃជាពិសេសយោធាថៃមើលឃើញពីចំណុចខ្សោយរបស់យោធាខ្មែរថៃរខេរខាណាដូច្នេះគេអាផ្លូវចិត្តរបស់គេគឺគេឈ្នះយើងទៀតដោយសារតែអូយមើលយោធាខ្មែររខេរខាឃើញគ្រាន់តែវាយក្តាំងនាំគ្នាអង្គាសលុយរកស្បៀងហ្នឹងអញ្ចឹងបានស្បៀងមកពីណាវាយច្រើនថ្ងៃគឺដាច់ស្បៀងបាត់ហើយព្រោះគ្រាន់តែវាយក្តាំងគឺប្រជាពលរដ្ឋនាំគ្នាដឹកស្បៀងទៅជូនបាត់ហើយហ្នឹងតើខាងយោធាតែយើងមានការធ្វើប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងគឺរដ្ឋាភិបាលកម្ពុជាជាពិសេសហ្នឹងគឺយកចំណេញនយោបាយមួយគឺឲ្យប្រជាពលរដ្ឋខ្មែររួមសាមគ្គីគ្នានេះយកអាពាក្យសាមគ្គីនេះពួតដៃគ្នាដើម្បីជួយទាហានប៉ុន្តែភ្លេចគិតថាអុកញ៉ាមហាមន្ត្រីខ្មែរលុយវល់លានវល់កោតដុល្លារបើគ្រាន់តែជួយទាហានប៉ុណ្ណេះមិនចាំបាច់អង្គាសលុយហ្នឹងក៏ទាហានយើងហូប100ឆ្នាំទៀតមិនអស់ផងប៉ុន្តែអត់មានធ្លាក់លុយពីខាងហ្នឹងមកទេគឺថាអង្គាសលុយដើម្បីអីឲ្យមានសមានចិត្តប្រជាពលរដ្ឋគ្រប់គ្រងរដ្ឋាភិបាលជាធ្លុងមួយថាយើងមានមហាសាមគ្គីតែមហាសាមគ្គីបែបប្រជាពិធដ្ឋហ្នឹងសាមគ្គីយ៉ាងម៉េចបើខ្លួនយើងឲ្យតែមានអីបន្តិចប្រមូលលុយអីបន្តិចប្រមូលលុយតបរបស់យើងមើលថៃមើលគេដែលធ្វើអញ្ចឹងដូចយើងណាអញ្ចឹងធ្វើឲ្យទឹកចិត្តទាហានថៃក៏គេមោះមុតជាងយើងដែរហើយខ្ញុំនិយាយនេះមិនបានន័យថាបដាច់បន្តិចប្រអាក់បងប្អូនមិនឲ្យជួយទៀតគ្រាន់តែថាអ្វីដែលបងប្អូនធ្វើហ្នឹងគឺវារកម្មចិត្តលុយដើរចែកស្រោមសបុតទៅទាហានម្នាក់$5 10000 20000ហើយសាពះតម្រាយជួគ្នានឹងបងប្អូនសប្បាយចិត្តណានៅក្នុងការជួយតបហើយសម័យនេះគឺសម័យ selfie យើងហុចអំបោះសណោះដៃយើងជួយអីក៏ដោយបើអត់បានរូបភាពផ្សាយមកឬមានឈ្មោះមានអីណេងណោងហ្នឹងគឺយើងអត់ជួយការទៀតអត់ទុកចិត្ត
ដល់អញ្ចឹងទៅត្រូវតែមានឈ្មោះជួនកាលទៅវត្តណាមួយហ្នឹងអត់មានរូបគំនូប្រពុតអីបានមើលអំពីស្អីឲ្យច្រើនទេណាស់តារឿងសប្បុរសជនឈ្មោះពេញជាងទាំងអស់រកន្លែងមើលថាតើធរអាហ្នឹងគឺគេផ្សព្វផ្សាយឲ្យម៉េចបញ្យលអំពីបត្រៃបៃដកអីហ្នឹងអត់សូវមានទេព្រោះអីអញ្ចាំងទាំងអស់ហ្នឹងឆ្លាក់ឈ្មោះសប្បុរសជនអស់ហើយខ្ញុំអត់មានទៅបន្ទុចប្រអាក់អីថាចុះបើគេសរសេរហ្នឹងវាមិនបើអត់មានឈ្មោះហ្នឹងគឺគេឈប់ចូលតើវត្តហ្នឹងបានអីមកជាបច្ច័យធ្វើទៀតទៅអត់អីទេខ្ញុំមិនទទួលម្នេញគ្រាន់តែថាតែយើងហុចអំបោះសំណោះដៃបែបនេះគឺយើងធ្វើបុណ្យតែយើងចង់បានអីមួយមកវិញវាអសធាអត់អីទេបើយើងជឿទុកចិត្តចូលហើយអ្នកណាយកទៅធ្វើអីធ្វើទៅព្រោះយើងវាជ្រះថ្លាផ្លូវចិត្តបានបុណ្យហើយតាចង់ទាអាសបុតគេនឹងលុយនឹងឲ្យទៅឲ្យដល់ដៃអ្នកណាក៏ឲ្យមានឈ្មោះខ្ញុំនៅនឹងអត់ហើយបើមាននឹងមានផ្សាយអត់ហើយបើគ្រាន់តែគេផ្សាយឈ្មោះអ្នកដែលចូលបរិច្ចាគនឹងជួនកាលកម្មវិធី2ម៉ោងផ្សាយតែឈ្មោះអស់1ម៉ោង59នាទីឯនៅតែ1នាទីគត់ដើម្បីនិយាយអំពីខ្លឹមសារនៃប្រជុំអីឬក៏ពិធីបុណ្យអីបងប្អូនពេលខ្លះវាហួសហេតុពេកដែរពេលខ្ញុំថាយើងដល់ពេលយើងនាំគ្នាដាក់សម្ពាធអញ្ចឹងអ្នកដែលប្រកាសលុយអីទៅណាក៏ដោយគឺត្រូវតែប្រកាសអញ្ចឹងបើអញ្ចឹងអត់ជឿអានេះមកពីការអត់ជឿទុកចិត្តគ្នាបងប្អូនតាមពិតជំងឺអត់ជឿទុកចិត្តគ្នាតាអញ្ចឹងយើងត្រូវរករួចភ្លើងកុំបកផ្សាយឥឡូវយើងនាំខ្ញុំនិយាយនេះខ្ញុំនិយាយបកផ្សាយនេះតែសូមឲ្យបងប្អូននាំគ្នាទៅរួចភ្លើងហ្នឹងគឺបានន័យថាបង្កើនឲ្យមានភាពជឿទុកចិត្តគ្នាឈប់កុហកគ្នាទៀតលុយតែយកជួយគឺជួយឲ្យដល់ដៃកុំលឺពាក្យថាជួយទៅបានតែមេដាក់នៅក្នុងឃ្លាំងតែហ៊ានជួមកអត់មានបានស្អីសោះដល់ពេលអញ្ចឹងថ្នាក់ចិត្តទៀតប៉ុន្តែបើរឿងនេះកុំឲ្យមានជួយជាអាកាដូរង្វាន់ហ្នឹងអត់មានរឿងអត់ទុកចិត្តគ្នាហ្នឹងព្រោះអីភារកិច្ចនេះគឺជាភារកិច្ចកងទ័ពតាលុយថវិកាជាតិមួយឆ្នាំ$1000 លានជាងគឺដើម្បីជួយទ័ពអញ្ចឹងសមានចិត្តបងប្អូនហ្នឹងគឺគ្រាន់តែបង្ហាញពីសារគ្រប់ត្រផ្ញើសម្បត្តិដើម្បីលើកទឹកចិត្តអីចឹងទៅថាសមរភូមិក្រោយហ្នឹងជួយអីចឹងទៅប៉ុន្តែដល់ពេលបងប្អូនប្រពាក់ពពូនយកទៅគេមិនអោយដល់ជួរមកធ្លាក់តែត្រឹមមេធំយកទៅដាក់នៅក្នុងធ្លាំងព្រោះធម្មតាពងសង្គ្រាមអាជំនួយហ្នឹងក៏មិនអាចយកទៅចែកឲ្យតបជួរមកបានដល់ដៃភ្លាមដែរអញ្ចឹងត្រូវដាក់ក្នុងឃ្លាំងដល់ពេលដាក់ក្នុងឃ្លាំងកើតអាចជំងឺមិនទុកចិត្តគ្នាហ្នឹងថាហ្នឹងទៅកក់ស្ទះកដៀស៊ីក្នុងឃ្លាំងតែហ៊ានអត់បានអីឆ្លោះគ្នាសង្ស័យឲ្យត្រូវតែយកឲ្យដល់ដៃទៀតដល់តែពេលមានប្រជាពលរដ្ឋឡើងមកនិយាយថាអូយសុំឲ្យចែកឲ្យដល់ដៃមកអាជ្ញាធរមូលដ្ឋាននឹងមិនបានចែកទេផ្សាយតាម Facebook បាន3ថ្ងៃមកសុំទោសទៀតថាអត់ទេគេចែកបានញឹកញាប់យូរទៅវាវល់អស់ព័ត៌មាននឹងមិនដឹងជាស្អីឲ្យប្រកាសឃើញទេយើងបង្កើតឲ្យមានបញ្ហានឹងដោយសារអីប្រព័ន្ធដឹកនាំរដ្ឋការមិនទុកចិត្តគ្នាតាំងពីលើដល់ក្រោមហើយដល់អញ្ចឹងប្រជាពលរដ្ឋទៀមទាយកលៀបសការៈមុខមាត់រៀងខ្លួនគឺត្រូវតែចោះទៅចែកឲ្យដល់ត្រូវតែមានរូបវីដេអូត្រូវតែមានរូបអីមកបង្ហាញម្ចាស់ជំនួយឲ្យគេឃើញថានេះរូបខ្ញុំឈ្មោះខ្ញុំបានអានណាពេលចោះទៅចែកនេះចេះនៅភូមិនេះនៅភូមិនោះតើយើងខាត់ពេលប្រមាណទៅដើម្បីអានឈ្មោះទាំងអស់គ្នាហើយបើយើងមានសទ្ធាហេតុអីនៅតែចាំចង់បានឈ្មោះនឹងមកវិញអីអញ្ចឹងអានេះខ្ញុំនិយាយនេះ100ឆ្នាំទៀតក៏យើងអាចកាត់បន្ថយអានេះបានច្រើនដែរគ្រាន់តែថាអប់រំគ្នាទៅហើយសុំសមានចិត្តបងប្អូនបើបងប្អូនមានសទ្ធាជ្រះថ្លាជូនបុណ្យកសលទៅគេយកទៅធ្វើអីធ្វើទៅគឺយើងរួចពីកសលផលបុណ្យមួយគឺយើងជ្រះថ្លាយើងជួយហើយបើយើងហុចអំបោះសំណោះដៃចាំតែឲ្យគេផ្សាយឈ្មោះបានសុបាយចិត្តហើយមិនលឺឈ្មោះទេលើកក្រោយឈប់ជួយអាហ្នឹងចប់ហើយតែបងប្អូនចឹងបានខ្ញុំថាលើកទឹកចិត្តឲ្យមានការទុកចិត្តហើយការទុកចិត្តហ្នឹងគឺតែគ្នាឯងទៅបានហើយយកឈ្មោះយកអីគ្នាឯងហ្នឹងទៅហើយផ្ញើមកថាឥឡូវបានតែរូបមកស្លឹកហ្នឹងថាចែកឲ្យឈ្មោះហ្នឹងលុយហ្នឹងបានដល់ទៅបានហើយកុំចាំបាច់ដល់ទៅផ្សាយគ្រប់ម៉ោងគ្រប់ពេលដើម្បីឲ្យដឹងឮឈ្មោះឮអីគ្រប់គ្នាអញ្ចឹងយើងអត់បាច់ធ្វើអីទេមួយថ្ងៃផ្សាយតែឈ្មោះអ្នកបរិច្ចាគហ្នឹងងាប់ហើយវាពិបាកអញ្ចឹងហ៎បងប្អូនអញ្ចឹងបានថាយើងទាំងអស់គ្នាតើតែយើងចេះកាត់ចិត្តហើយចេះទទួលស្គាល់ការពិតមួយថាបើគ្មានឈ្មោះយើងកសាងកន្លែងណាមួយនៅលើពហិយណាមួយឬក៏លើជើងម៉ាលើអីទេអត់អីទេចិត្តយើងនេះគ្រាន់តែដើរឃើញថាអូឥឡូវគេវត្តនេះនិយាយពីរឿងកសាងគេបានរីកចម្រើនហើយយើងញញឹមខ្លួនឯងបានហើយសុភមង្គលហើយយើងបានចូលលុយខ្លះដែរហើយឈប់បងប្អូនឈប់ទាំងអស់គ្នាមកនេះទៅយើងទាំងអស់គ្នាជាខ្មែរក៏ជួយកែចរិតខ្មែរដែរ
ឈប់ដើរចោតគេប្រកាន់គេថានេះបានជួយអីបានតែស្រែកកោកសឹកមាត់តដោកឆ្អែតពោះកបីបានជួយអីគេខ្លះណែឯងបានធ្វើអីគេខ្លះណែឯងបានជួយវត្តនេះប្រមាណណែឯងបានជួយកិច្ចការងារនេះប្រមាណណែបានអីបានតែស្រែកបានតែថាឈប់បានឈប់ទៅឲ្យសារតែទង្វើនឹងឯងដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជំងឺផ្លូវចិត្តមួយគឺត្រូវតែទៀមទាលៀបសការៈនឹងឈ្មោះព្រោះកុំឲ្យគេជេរថាណែឯងស្រែកចឹងណែឯងបានជួយអីគេខ្លះហេតុអីបានជាអញ្ចឹងហេតុអីបានចាំបាច់អូពេលដែលកងទ័ពមានបញ្ហានេះគឺជាបញ្ជីឈ្មោះខ្ញុំផ្ញើតាមវិញប៉ុណ្ណេះរយទៅដល់អ្នកនេះទៅដល់អ្នកនោះប្រមាណលើកប្រមាណសោះហេតុអីបានជាយើងត្រូវមានសម្ពាធផ្លូវចិត្តដើម្បីនិយាយអញ្ចឹងពោះសទ្ធារបស់យើងហើយអាហ្នឹងដោយសារតែបងប្អូនទាំងអស់គ្នាបង្កើតឲ្យមានបរិយាកាសមួយគឺត្រូវតែប្រកាសថាយើងតលតែប្រាប់គេបានគេដឹងគឺអត់ទុកចិត្តគ្នាបងប្អូនបានហើយយើងកាន់សាសនាពុទ្ធទេបងប្អូនដូចខ្ញុំជម្រាបអញ្ចឹងយើងដើរទៅរបងវត្តនៅពេលដែលឃើញគេសង់របងវត្តរៀងស្អាតបន្តិចពហិយស្អាតបន្តិចអត់មានឈ្មោះយើងនៅលើពហិយហ្នឹងទេអត់មានឈ្មោះយើងនៅលើរបងវត្តហ្នឹងទេព្រោះរបងគេមានរូបពុទ្ធមានអីស្អាតផ្កាភ្ញីអត់មានឈ្មោះយើងក៏វេមក៏វាមពេញចាងវត្តពេញបងអង្គុយឬក៏ស្អីហ្នឹងដោយសារអីយើងអាចនឹងញញឹមថាការកសាងនេះខ្ញុំក៏បានចូល$5ដែរឬក៏បាន$1000អីគេដែរមិនអត់ទេបើតែថាលុយតិចចឹងគេមិនសរសេរឈ្មោះហើយគេដល់ពេលសរសេរឈ្មោះរឿងទៀតព្រោះដល់អ្នកណា$2000បានមានឈ្មោះឧបាសិកាឧបាសកនេះចឹងទៅនៅខ្ពស់លើសគេចឹងទៅដល់ពេល100 200 500រៀលដែលជាអ្នកសុំទានឬក៏អ្នកដែលខ្វះខាតរងកច្រកឆ្នាំងព្រឹកល្ងាចមិនបានតែបានដាក់យកបាយយកអីទៅវត្តអីហ្នឹងដែរអត់មានឈ្មោះគេចាប់ផ្ដើមគេសួរថាអត់មានជួយអីវត្តសោះអ្នកឯងបានតែនិយាយបានប្រយោជន៍អីឃើញអសទ្ធាកុំថាឡើយ100រៀលកុំថាឡើយ500រៀលឬក៏$5លានឬក៏$1000តាមពិតដល់ពេលខ្លះលុយ100រៀលណាចូលប៉ុនណាដោយសទ្ធារបស់យើងហើយអត់ចង់បានទៀមទាអំពីអ្វីមកវិញណាស្ទើរតែមានប៉ុននិស័យអានិសង្ឃប៉ុននឹងច្រើនជាង$1លានដែលចូលហើយទៅលួចកាប់ព្រៃឈើអំពើពុករលួយពាសវាលហើយបានឈ្មោះនៅលើគេយើងធ្វើឲ្យអសទ្ធាប្រជាពលរដ្ឋប្រសក់ជើងវត្តនឹងទៀតថាឈ្មោះគេធំលុយគេច្រើនគេដាក់មកអស់ហើយឈ្មោះយើងអត់មានទេព្រោះវាអត់កន្លែងដាក់ឃើញបង្កើតឲ្យមានបញ្ហាតែបើយើងនាំគ្នាគិតញញឹមក្នុងចិត្តថាអូវត្តនេះគឺបានកសាងរួមគ្នាបច្ច័យបន្តិចបន្តួចអីក៏ដោយតែយើងជួយគ្នាតាមលទ្ធភាពដែលអាចធ្វើទៅបានញញឹមទៅហើយឈប់ចោតប្រកាន់គ្នាថាបានជួយអីគេខ្លះភាសារឿងបានជួយអីខ្លះបានតែនិយាយបានតែថានេះឈប់ទៅបងប្អូនមនុស្សគ្រប់គ្នាមានសិទ្ធិសេរីភាពនៅក្នុងការធ្វើអីក៏ដោយតាមសទ្ធារបស់ខ្លួនហើយកុំបង្ខំគេតែពេលយើងប្រាប់គេថាបានជួយអីគេខ្លះរាល់ថ្ងៃហ្នឹងបានតែថាបានតែនិយាយហ្នឹងគឺយើងដាក់សម្ពាធផ្លូវចិត្តរបស់គេឲ្យឈឺចាប់ផ្លូវចិត្តហើយបង្កើតជាការគំនុំកក់ចងគំនុំគ្នាហើយតែពេលធ្វើអីត្រូវតែទារស៊ីតមកហ្មងប្រកាន់ដៃឈ្មោះដើម្បីបង្ហាញណែខ្ញុំធ្វើអីខ្លះអត់បានប៉ុនទេធ្វើដូច្នេះអត់បានប៉ុនទេខ្ញុំធានាថាអត់បានប៉ុនទេព្រោះអីយើងចាប់ផ្ដើមអសទ្ធាសទ្ធាជ្រះថ្លារបស់យើងមិនមែនបានមកដោយការដែលគេត្រូវតែបង្ហាញទេសទ្ធាជ្រះថ្លាគឺការស្ងប់ផ្លូវចិត្តសប្បាយចិត្តដឹងថាអ្វីដែលខ្លួនធ្វើទៅហ្នឹងគឺបានផលហើយអ្នកណាមិនទទួលស្គាល់ក៏ហីចោះអហោសកម្មឲ្យគេទៅការដែលទៅយកទុកបុកម្នេញចំពោះអ្នកដែលមិនដឹងគុណយើងហើយយើងចង់បានគុណឲ្យគេរំលឹកគុណយើងអាហ្នឹងក៏អសទ្ធាក៏ពុបប៉ុនដែរអត់បាច់ទៅទៀមទាទេព្រោះអំពើបុណ្យបាបវាខុសគ្នាវាមានចែងច្បាស់ហើយបើយើងជឿលើអំពើបុណ្យបាបហេតុអីបានជាយើងទៅទៀមទាឲ្យគេដឹងគុណយើងឬក៏ត្រូវតែប្រកាសគុណយើងអត់អីទេប៉ុន្តែជាសារនយោបាយធ្វើទៅអ្នកមុខអ្នកការខ្លះគេត្រូវការសម្លេងឆ្នោតអីចឹងគេចង់បានមុខមាត់គេយកទៅព្រោះអីតំណាងរាស្ត្រអីខ្លះគេចង់ចូលកន្លែងនេះគេចង់ឲ្យម្ចាស់ស្អីដើមទៀនប្រធានដើមបនប្រកាសតិចទៅព្រោះគេត្រូវការសម្លេងឆ្នោតដើម្បីជាប់ឆ្នោតដើម្បីឈរឈ្មោះដើម្បីអីអត់អីទេក៏ប៉ុន្តែក៏សុំឲ្យអ្នកតំណាងរាស្ត្រទាំងអស់ហ្នឹងក៏កាត់បន្ថយអាមុខមាត់ហ្នឹងទៅធ្វើទៅអំពើរបស់អស់លោកអ្នកប្រជាពលរដ្ឋគេឃើញទេកុំយកតែទៅយកតែមុខឲ្យដល់ពេលឲ្យរឿងសកាហ្នឹងវាអត់បានបនដែរទេដូច្នេះខ្ញុំវិលមកវិញបងប្អូនថ
tham trong tê sna tê pro ấy về thả về pe khla rợ cầm chặt pe bom ôn nhom vul mà vinh xôm khăn tay à pay tốt bờ sân chỉ nhom này gì tới vì lơ lu sự thi đó bom ôn xem khi nhom ở trong ai bom ôn chụp bò để trả rồi có đó là tê giờ tiền chui thua bom này thì thua tiệt bom ôn thua ở tràn chương năng tiệt bàn tay bằng can chặt ở miền khăn tay hay sờ bái không chặt thà dương thua bom cứ sờ bái plei chặt dương chui nè mà nè cả đời cùng tới trăm thà kia o côn đăng côn dương bàn kia miền côn bạch tê dương thưa bon oi nè mà đó mà nè nắng cứ kê trăm mũi chỉ vật kê ấy còn là kê mình hiên thì dê ấy chỉ mũi dương hay bà kê mình thưa ấy top non son côn chứ có hay cho con tờ tiêm tia to tại kê thưa top non son côn dương bàn đăng thà mà nước nâng dương chui trâu mày bạch tê ban này thay dương tia ro sờ côn ro ấy nắng cặp bột bon dương vinh hay ọt ấy thế chui kê chui tới thằng ngày na cái ban lọ tới dương thu tới dương nhảy nhâm tha mà nè ní trong ban chui quạt ban tràn hay quạt cả sao chương môn ní cứ chỉ ẩm pơ bon ban hay trong quạt màu top non rồi còn mình top hay bật ngày cào quạt bay chia mà khăm dương vinh con mình tới chia riêng ấy tô mình anh ấyได้dương con tại kịch không chất tha trong ban chui ở hai thơm mạch bờ khi vì miền Pành hạ ấy cru sa rồi có ấy hay khi mình ảnh nực côn dương ấy ban ở hà năng chia cam pia rồi bạc qua tên ấy tên bàn tay nhóm nơi tại kịch thạch nhóm ban thua bon hay nhóm năng mình to thua bon to tự tiệt năng hay bon thua ở tràn chấm pua nẹt cro bong pôn từ ban bon tràn và to tiệt ọt ấy nẹt khoa khát công tờ bầm pok nẹt đại miền sậpไอ้เลยโจดอลปอดเมียนเฮ้ยฝ่ายเลี้ยงหมดชนะทำไมนี่คืออัดเมียนทอยกราวซะต่อเตียได้บอมโอนอัดนโมตนีแต่ต้องดังเรื่องสับยืงเปรีนั่นคือยืงทอดทรายกูเอาสงเอาคือสนอนะชุบเตอร์บอมโอนนะชุบยืงนอมขึ้นเนี่ยสมรูมจัดนอมขึ้นเนี่ยเอารัฐพิบาลพดังเตอร์ตลาดการอันตรายยุติธรรมบ้านปันแต่ประโมลพอตางระเบียบชิงเงินชิงงานนี่คืออัดจะนั่งไอ้เพลย์จัดยืงเตให้มันจำบัตรตัวปรับถ้าไทยโคคือเตบอมโอนบัตรเตบัตรเตียเตบ้านให้เกลุ่มลบยกได้กับเธอปไตยยืงดังยืงปุ่มมวยแซนเนี่ยเจียงจันปิดแต่สบายดัดชูชายได้ยืงติดตีแต่เฮียนยังสลับเป็นไปปันนังบานในกรุบกรอนได้เกลุ่มลบบอมเปียนยังไงเนยแต่ยังแต่ตัวสกอร์กาปิดเอารัฐพิบาลแต่ตัวสกอร์ถ่าต่างออกนั่งลุ่มลบยังให้สลับแต่เฮียนยังประมาณให้ก่อสร้างพอตางประดังเกนั่งยังจุยจังวิ่งแต่ยังเลิกเจียนใจนี้ยังจะมาให้จังเมียนซาไอชอนยางปันตายอัดจังไหนเนี่ยยังบ้านแต่ชิจับไปบอมปอนสหรัฐอเมริกสมโตสหรัฐอเมริกสวากุมกัมพูชีหนึ่งไทยขนมการกรุบบัตรชุบบัญสอบเป็นไทยบรรทอสการมาพิบสมอยขนมข่าวออกคนตั้งสหรัฐอเมริกนั่งก่อคณีนั่งก่อคำปรังสัมบามได้คืนยังชุบบัญคณีจังให้คืนเก็บจูนโยเทียขมายยังดับเนะเชียงดำใบเนะนั่งมาวิ่งนั่งก่อจันสกัดทลายกาเพลียมปรับทาสหรัฐอเมริกในจมวยหนึ่งพิกีกัมพูชีหนึ่งไทยดำใบจุยดอสไลเอามีนสันติภาพอยู่ของใบให้สบายจัดนเปได้คืนซาโตนเปได้คืนพิกีต่างปีกรุบบัตรชุบบัญเก็บปลาเปียใจ